នេះគឺជាទីតាំងភូមិសាស្ត្រមួយដែលជាហើយក៏ជារមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនដែលបង្កប់ទៅដោយរឿងព្រេងនិងរឿងវត្តសាស្ត្រជាច្រើនមែនទែនបងប្អូននេះគឺជាទីតាំងស្ថិតនៅកំពូលភ្នំជីសូរតែម្ដងប៉ុន្តែកន្លែងដែលខ្ញុំកំពុងទៅដើរនេះគឺវាមិនទាន់ដល់កំពូលភ្នំទេវាគ្រាន់តែជាចង្កេះភ្នំដែលចង្កេះភ្នំនេះដែរទើបតែកកើតហើយក៏ជាទេសភាពមួយដែលមនុស្សគ្រប់គ្នាទើបតែរកឃើញនៅពេលដែលគេចាប់ផ្ដើមធ្វើផ្លូវចង្កេះភ្នំឬក៏កវ៉ាត់ភ្នំដើម្បីឲ្យយើងងាយស្រួលក្នុងការឡើងមកដល់កំពូលភ្នំតែម្ដងពីមុនគឺអត់មានផ្លូវទេចឹងមកថាកន្លែងនេះគឺជាកន្លែងមួយដែលកម្រមានអ្នកមកដល់ណាបងប្អូនដោយសារតែចង្កេះភ្នំនេះគឺវាអត់មានផ្លូវហើយក៏អត់មានកន្លែងដែលសម្រាប់ឲ្យយើងធ្វើដំណើរមកទេសភាពកន្លែងនេះទេតែចាប់តាំងពីគេធ្វើផ្លូវកវ៉ាត់ភ្នំឬក៏ធ្វើផ្លូវឡើងមកដល់កំពូលភ្នំជីសូរនេះគឺថាកន្លែងនេះក៏ជាទីកន្លែងមួយដែលតាក់ទាញភ្ញៀវទេសចរនិងតាក់ទាញមនុស្សជាច្រើនមកលេងកន្លែងនេះវាប្រៀបបានដូចជាកន្លែងមួយដែលកំពុងតែគេទុកចោលហើយក៏ជាកន្លែងមួយដែលកំពុងតែរក្សាខ្លួននៅក្នុងតំបន់មួយដែលមនុស្សមិនអាចទៅដល់ឬក៏មនុស្សមិនអាចនឹងដឹងទាំងអស់គ្នាគាត់ខ្ញុំទៅដល់ភ្លាមគឺខ្ញុំមានអារម្មណ៍ថាវា refresh ស្រស់ស្រាយសម្រាប់ខ្ញុំមែនតើគឺជាកន្លែងមួយដែលវាអត់បង្កនៅភាពអ៊ូអរឬក៏អ្វីទៅដល់យើងក្រៅពីស្ងប់ស្ងាត់និងអារម្មណ៍ធូរស្រាលតែប៉ុណ្ណោះបងប្អូនបើសិនជាមានពេលវេលាបងប្អូនអាចឆ្លៀតពេលទៅលេងបានដោយសារតែភ្នំជីសូរគឺជាភ្នំមួយដែលសម្បូរទៅដោយកន្លែងទេសចរនិងកន្លែងស្ងប់ស្ងាត់ដើម្បីគេហៅថាសាកថ្មជីវិតឬក៏លំហែអារម្មណ៍ច្រើនខ្លាំងមែនទែននៅពេលដែលយើងមើលពីទេសភាពខាងលើទៅដល់ខាងក្រោមបងប្អូនឃើញថាវាខៀវស្រងាត់តែម្ដងហើយវាលំហគឺថាស្អាតមែនទែនខៀវស្រងាត់ជាពិសេសគឺឃើញដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅហ្នឹងគឺថាទាំងអស់តែម្ដងនេះគឺជាទីតាំងមួយដែលពិសេសមែនទែនមិនទាន់នឹងបានឡើងទៅដល់កំពូលភ្នំផងគឺខ្ញុំបានអារម្មណ៍មួយទទួលបាននៅអារម្មណ៍បែបស្រស់ស្រាយបែបថ្មីសប្បាយចិត្តទៅហើយដុំថ្មជាច្រើនដែលបន្ទប់លើគ្នានេះពីមុនគឺថាដុំថ្មច្រើនជាងនឹងទៅទៀតបងប្អូនប៉ុន្តែគឺគេបានយកវាចេញខ្លះដើម្បីឲ្យវាមានទីតាំងទូលាយក្នុងការយើងទៅថតឬក៏យើងអាចឈរលេងមើលទេសភាពខាងក្រោមបានអញ្ចឹងណាបងប្អូន